សូមអនុមោទនាពិធីបុណ្យកឋិនទានកឋិនទានគឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដែលមានសម្ដែងទុកក្នុងគម្ពីរព្រះវិន័យបៃដកមហាវគ្គតតិយភាកឋិនខន្តកៈជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ5យ៉ាងទី1ប្លែកដោយកាលគឺជាការលទានក្នុងមួយឆ្នាំធ្វើបានតែមួយដងមានរយៈពេលកំណត់ត្រឹមតែ29ថ្ងៃហើយវត្តមួយទទួលបានកឋិនតែមួយដងប៉ុណ្ណោះទី2ប្លែកដោយវត្ថុគឺសម្ពុតដែលជាវត្ថុកឋិននោះមានតែស្បង់ចីវរនិងសង្ឃាដីដែលគេធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិទី3ប្លែកដោយអំពើគឺបុគ្គលអ្នកធ្វើក៏បីធ្វើឲ្យត្រូវតាមវិន័យបញ្ញត្តិហើយសង្ឃត្រូវក្រាលគ្រងឲ្យត្រូវតាមវិន័យបញ្ញត្តិទី4ប្លែកដោយបដិគិហកៈគឺអ្នកទទួលសម្ពុតកឋិនបានតែភិក្ខុដែលនៅចាំព្រះវស្សាគ្រប់3ខែដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបានទី5ប្លែកដោយអានិសង្សជាបុណ្យមានផលអានិសង្សច្រើនអ្នកធ្វើទទួលបានអានិសង្ស5យ៉ាងគឺ 1. សុវណ្ណតាមានពណ៌សម្បុរល្អ 2. សុរូបតាមានរូបល្អ 3. សុសន្តានាមានទ្រង់ទ្រាយល្អ 4. ចក្រវត្តរាជាហោនតេនឹងបានទៅជាស្ដេចចក្រក្នុងជាតិណាមួយពុំខានឡើយ 5. ភក្ខបញ្ញាវិសារតោមានប្រាជ្ញាឃ្លាវខ្លាមុះមុតនឹងបានបួសជាអហិភិក្ខុចំណែកបដិគិហកៈអ្នកទទួលក៏បានអានិសង្ស5ដូចគ្នាគឺ 1. គឺនិមន្តទៅទីណាមិនបាច់លាភិក្ខុផងគ្នា 2. និមន្តតាណាមិនបាច់យកត្រៃចីវរក្រុម 3. ឆាន់គណៈភោជនបាន 4. ទុកដាក់អតិរេកចីវរបានតាមត្រូវការ 5. ចីវរណាដែលកើតឡើងក្នុងអាវាសនោះចីវរនោះនឹងមានដល់ភិក្ខុទាំងនោះក្រៅពីនេះតាមរយៈកឋិនទានវត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាននៅបរិវារកឋិនរួមមានសម្ភារៈថវិកាសម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗមានដូចជាព្រះវិហារកុដិឧបដ្ឋានសាលាការទំនុកបម្រុងវិស័យពុទ្ធិកសិក្សាជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គមនិងវិស័យសង្គមកិច្ចជាដើមបុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោមដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គលគ្រួសារនិងសង្គមដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿងគង់វង្សឋិតថេរនៅយូរអង្វែងដើម្បីផ្ដល់កម្លាំងកាយចិត្តដល់ភិក្ខុសង្ឃបុគ្គលជាសាសនទីយាតបន្តអាយុព្រះពុទ្ធសាសនាដើម្បីបានថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរដែលជាមហាកុសលដ៏ប្រសើរដើម្បីកុំឲ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួនប្រវត្តិកឋិនមានយូរអង្វែងប្រជាចាស់ក្មេងប្រារព្ធរក្សាសាមគ្គីគ្នាធ្វើពេលចេញរសាដើម្បីបវរណាប្រគេនព្រះសង្ឃធ្វើកឋិននេះបានបុណ្យអនេកបរិស័ទសែនត្រេកដងហែត្រៃស្បងមើលទៅសែនល្អសែនស្អាតផូរផង់មានបាត្រៃស្បង់អដ្ឋបរិខាបុណ្យកឋិននេះមានកាលកំណត់មួយខែត្រូវចប់គឺធ្វើពុំបានញាតិមិត្តនាំគ្នាម្នីគ្រប់ប្រានសាងបុណ្យនេះបានអានិសង្ស5អានិសង្សទាំងនេះមាន5ប្រការមួយគឺសុរូបតារូបភ្លឺសញ្ចាំបើកើតជាមនុស្សអ
អាយុ100ឆ្នាំសាច់ឈាមនៅចាំល្អគ្មានខ្វាក់ខ្វងអានិសង្សទីពីរសុវណ្ណតាពណ៌ខ្លួននេះណាភ្លឺថ្លាអោផងកើតជាមនុស្សលើកសម្បត្តិស្ដុកស្ដង់សម្បល់ខ្លួនសំល្អស្រស់សោភាចំណែកទី3សុសន្តានាត្រង់ទ្រីអស្ចារ្យសាទដូចចន្ទ្រីរៀងរើសំសួនគ្មានថតគ្មានយានេះហើយគឺជាផលបុណ្យជាក់ច្បាស់ទី4នោះគឺចក្រវត្តតែអេកជាសម្បត្តិហោហីកើតជាស្ដេចចាក់មានយងមានទ្រព្យគូគប់ល្អល្អងប្រសើរក្រៃក្រាំងកុំកើងទេឈ្មោះអានិសង្សទី5ប្រការចុងក្រោយផលបុណ្យណាលើកស្ទួយឲ្យបានសាងភ្នំឲ្យមានបញ្ញាឆ្លៀវឆ្លាតមុតមួងឆ្លងបាបផុតគ្រោះផុតទុកមកសៅកាត់ឋិនមកដល់ហើយអោបងប្អូនអើយនាំគ្នាមកធ្វើបុណ្យរដូវកាត់ឋិនមកដល់ហើយអោបងប្អូនអើយនាំគ្នាមកធ្វើបុណ្យធ្វើបុណ្យកាត់ឋិននៅភូមិយើងត្រូវលើកដំកើងដំឡៃនៃសាសនាធ្វើបុណ្យកាត់ឋិននៅភូមិយើងត្រូវលើកដំកើងដំឡៃនៃសាសនាធ្វើបុណ្យកាត់ឋិននៅភូមិយើងសាមគ្គីគ្នាឡើងដោយចិនឲ្យជ្រៀងខ្លាធ្វើបុណ្យកាត់ឋិននៅភូមិយើងសាមគ្គីគ្នាឡើងដោយចិនឲ្យជ្រៀងខ្លាមានត្រីជីវរនិងបរិក្ខារដឹងហើយត្រៀបត្រាបតាប់ញីទាំងឡាយមានត្រីជីវរនិងបរិក្ខារដឹងហើយត្រៀបត្រាបតាប់ញី
បរិខាអមត្របច្ច័យផងដែរសំពុទ្ធតាដឹកនឹងស្បង់ជីវរបរិខាអមត្របច្ច័យផងដែរក៏សាងវត្តវាសាលាហោហាពៀនភ្នល់ឲ្យខ្មែរកាន់តែការការក៏សាងវត្តវាសាលាហោហាពៀនភ្នល់ឲ្យខ្មែរកាន់តែការការទៀនមានស្បង់ព្រះសង្ឃទទួលបរិស័ទណាយស្រស់ស្រួលបានបនក្រុមប្រាណាយទៀនមានស្បង់ព្រះសង្ឃទទួលបរិស័ទណាយស្រងស្រួលបានបនគ្រប់ប្រានអានិសង្ឃអ៊ុំការយងអិនស្រាកុសលឡាយប៉ុន្មានបានដល់ជាតិក្រោយអានិសង្ឃអ៊ុំការយងអិនស្រាកុសលឡាយប៉ុន្មានបានដល់ជាតិក្រោយដល់ហើយខ្យល់ផងងាយបាយបាយពីទឹកខាងជើងអណាកដឹកដល់ហើយខ្យល់ផងងាយបាយបាយពីទឹកខាងជើងពីធ្វើបុណ្យកឋិនភូមិយើងសង្សារមុំបងហើយប្រពៃណីសាសនាហើយធ្វើបុណ្យកឋិនភូមិយើងសង្សារមុំបងហើយប្រពៃណីសាសនាទៀនមានចិត្តអនាសាមណែចម្រើនអត្រេវិន័យធម៌អាយទៀនមានចិត្តអនាសាមណែចម្រើនអត្រេវិន័យធម៌អាយព្រះសង្ឃគង់ចាំព្រះវសាភាវនាមេត្តាអស់កាលបីខាហើយព្រះសង្ឃគង់ចាំព្រះវសាភាវនាមេត្តាអស់កាលបីខាសំពុទ្ធសាដកនឹងស្បង់ជីវរបរិខាអមត្របច្ច័យផងដែរសំពុទ្ធសាដកនឹងស្បង់ជីវរបរិខាអមត្របច្ច័យផងដែរក៏សាងវត្តវាសាលាហោហាពៀនភ្នល់ឲ្យខ្មែរកាន់តែខានខានក៏សាងវត្តវាសាលាហោហាពៀនភ្នល់ឲ្យខ្មែរកាន់តែខានខានទៀនមានស្បង់ព្រះសង្ឃទទួលបរិស័ទណាយស្រស់ស្រួលបានបនក្រុមប្រាណាយមើលទៀនមានស្បង់ព្រះសង្ឃទទួលបរិស័ទណាយស្រស់ស្រួលបានបនគ្រប់ប្រានអានិសង្ឃអ៊ុំការយងអិនស្រាកុសលឡាដោយសេចក្តីគោរពសូមគោរពនមស្ការថ្វាយបង្គំព្រះតេជគុណព្រះចៅតិកាព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសូមចម្រើនពរដល់ទាយកទេយិកាប្រជាមិត្តពុទ្ធបរិស័ទដែលជាម្ចាស់កឋិនទានដែលមានសទ្ធាជ្រះថ្លាដង្ហែមកវេប្រកេនដល់ព្រះសង្ឃនាវត្តសិរីសទ្ធារាមតសែនឆ្នាំ2025ពេលវេលាគ្រានេះក៏ឃើញថាព្រះអភិរុណក៏បានបង្អង់នៅទឹកភ្លៀងយើងនឹងចាប់ផ្ដើមធ្វើនៅកម្មវិធីបិណ្ឌកឋិនទាននាវត្តសិរីសទ្ធារាមតសែននៃយើងនាពេលរសៀលនេះដូចតទៅកម្មវិធីបិណ្ឌកឋិនទានសាមគ្គី
រសៀលថ្ងៃអាទិត្យ12កើតខែកក្កដាឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី2ខែវិច្ឆិកាគ្រិស្តសករាជ2025រួមមាន1របៀបវារៈមួយទួយជួបជុំទាយកទាយិកាពុទ្ធបរិស័ទជិតឆ្ងាយនិងរៀបចំនៅសិលធម៌ខទី2សិល្បៈអំណរបិណ្ឌកឋិនទានរួមមានចែកទាញអសរកគឺរបាំជូនពរបទចម្រៀងអានិសង្ឃកឋិនច្រៀងដោយលោកអរតនត្រ័យនិងគោរពវិញ្ញាណក្ខន្ធអក្សរចែកទាញអសរកគឺសូត្របាត់គោរពរំលឹកវិញ្ញាណក្ខន្ធអក្សរខសូត្របាត់គោរពតងព្រះពុទ្ធសាសនាអក្សរកសូត្របាត់តងសង្វដាព្រះពុទ្ធអក្សរខនមស្ការបរតនត្រ័យខទី2គឺប្រកាសហេតុនិងឧទ្ទិសនាមខទី3អំណាចកតនាមបកតនាមអចកឋិនទានរួមមានលោកអមអាចារ្យនាមផលនិងលោកអមអាចារ្យនាមទេមខទី4សន្ទរកថាតំណាងមជ្ឈកឋិននៅភូមិអង្គលីខទី6សន្ទរកថាថ្លែងអំណរគុណខទី7ជូនបានសរសើរដល់ទាយកទាយិកាខទី8ស្មាទានសិលនិមន្តប្រសង់ចយន្តព្រមតាំងវេអង្គកឋិនទានរួចប្រតាក់សិនដីជុំប្រវិហារជាកិច្ចបញ្ចប់កម្មវិធីបិណ្ឌកឋិនទាននាវត្តត្រីសទ្ធារាមពេលរសៀលនេះសូមថ្វាយប្រគេននៅកម្មវិធីក៏ទុកដូចជាជូននៅកម្មវិធីទាំងឡាយដល់ព្រះសង្ឃពុទ្ធបរិស័ទឲ្យបានជ្រាបជាដំណឹងដូច្នេះពេលវេលាគ្រានេះគឺ
ឆ្នាំមានម្ដងបនវិសែនថ្លៃមួយឆ្នាំមានម្ដងសាងបនកឋិនអានិសង្ឃគួបញ្ញាលើលំសម្បល់ភ្លឺថ្លាសំញឹងរសុសន្តានាសូរូបបាតាចារ្យាប្រពៃសូរូបបាតាចារ្យាប្រពៃគូសោទាំងឡាយដែលយើងបានសាងនំទុកកើតទៀងស្វាងខនកម្មអាវជ័យកើតជាមនុស្សលោកផាត់ទុកក្រក្រៃបញ្ញាឆ្លៀសវៃត្រកូលឧត្តមបញ្ញាឆ្លៀសវៃត្រកូលឧត្តម សាងបនកឋិនអានិសង្ឃគួបញ្ញាលើលំសម្បល់ភ្លឺថ្លាមានទ្រង់ទ្រាយមកសុសន្តានាសូរូបបាតាចរិយាប្រពៃសូរូបបាតាចរិយាប្រពៃគូសោទាំងឡាយដែលយើងបានសាត់នំទុកកើតទាំងស្ថានខនកម្មអាវជ័យកើតជាមនុស្សលោកទុកវត្តទុកភ័យត្រកូលវិវ័យត្រកូលឧត្តមត្រកូលវិវ័យត្រកូលឧត្តម សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអមអាចារ្យនាមរឿដែលបានសម្ដែងយ៉ាងពិរោះដើម្បីជជូនដល់ពុទ្ធបរិស័ទនៃយើងនាពេលរសៀលនេះ បន្តមកទៀតគឺសូមគោរពអញ្ជើញធាយិកាថច្ធីហឹងឡើងអ៊ីធូបបូជាប្រតនាត្រៃសូមគោរពអញ្ជើញ បន្តមកទៀតគឺសូមគោរពអញ្ជើញដល់ទាយិកាទាយកសូមអុកទាយិកាសូមពីលិនដែលលោកពុទ្ធសេនអូសូមគោរពអញ្ជើញឡើងអ៊ីពូបូជាប្រតនាត្រៃ បន្តមកទៀតគឺសូមគោរពអញ្ជើញដល់ទាយយកអុកត្រង់តំណាងឲ្យលោកតាមានច័ន្ទដែលនៅភូមិតាសិនពុកសូមគោរពអញ្ជើញឡើងអ៊ីទូបូជាប្រតនាត្រៃ ហើយបន្តមកទៀតគឺសូមគោរពអញ្ជើញដល់លោកតានាងឡៃដើម្បីលើកអ៊ីទូបបូជាប្រតនាត្រៃ ក
បន្តមកទៀតសូមគោរពអញ្ជើញដល់ពាយិកានាងប៉ិនគួរកបលលោកតានាងអុកសូមគោរពអញ្ជើញដល់ទីទុកក្រោយអំពីការអ៊ិធូពូជាប្រតនាត្រៃរួចជាងដល់អសរ nơi sen hờn đôi chân để khnì pro do chiết bụi bùng kèm ra không răng ta sơ đàn đôi chi hoa cả bia nấu chia xa na ôi bà sơ na buồn vì đã bồ đò để khuya thấu hơi dương công can thời trâu pruồng bò dám rào sáng mà ra đón đi cùng ôi bàn cùng ôi anh để pro sao thâu đòi phiêu sáng khá rìa sen nước đôi chân để khuya cao na sọt từng nè trà để là được rèn pro nhóm nước nát miền kề nát lời pre pra soi ya riềm lời nước đòi pro lửng clear tàu pre pra soi ya riềm lời nước đòi pro lửng lia tàu bê pra soi ya riềm lời nước đòi pro lửng lia tàu xôm mà thông chay chạc hòn răng say để mía rác mấy plư sò lo kêu lương cỏ hòm prom thẳng pro so hòm sa bát nâng phó đỏ plư plê pro tê túi thông bằng smang công trong nôm kia chân nè prom vô ra smay pro phần của tê pro sa pan pen cây cận lòng thua kia xanh nha tùng chơi xa na này xa phút thôn chồng bò cho một kỳ tăng quyền tăng cha prom pre ngồi na crop crop nia sôm xa na buồn cùng nó cao búa phân rùm rồng quy sơn nó thay thay hơi miệng chạy trô sái phần lột ca đòi dân chả thoa đỏ trọn lên miệng chả snái hát của rộp bố chia chăm pro prang thó đỏ có là nhà tăng mô tê hòa đa snái hạ krô ba pro thna cho
គ្មានกันថននឹងបានបើតូរូបរមសាមគ្គីភ័យនៃថៅមកយើងនឹងបានសុខសេងកសាមបានព្រមព្រៀងប្រពើកាន់ហោសុខជ្រើពួរថៅកាន់ថានៅទីជាទីផាត់ទងបានសុខសេងកសាមជាយើងនឹងបានសោយសុខាជាយើងនឹងបានសោយសុខាជាយើងនឹងបានសោយសុខាយើងខ្ញុំបរិស័ទពុទ្ធសាសនាអនកាយយាចាចិនគួររំចំពោះព្រះពុទ្ធដែលជាម្លឹងគ្រប់គ្នាត្រូវចាំឲ្យធានតចង់ចាំថ្ងៃខែឲ្យបានច្បាស់នៃប្រាកិនម្ចាស់ទ្រឹងប្រវត្តិសង្ខេភ្លេឲ្យរត់មកកូនទៅត្រានៅរកកាពិសាពិនបារេនឹកទៀនថ្ងៃអង្គាបរិស័ទគ្រប់គ្នាក៏តស្លប់នៅខែពិសាប្រាសម្ពុទ្ធរំលើកបញ្ញាខញ្ញមានស្រមសាញ់យើងបានប្រាពុទ្ធសាសនាថយជាអាចារ្យកូនខ្នល់ខ្នែងណាប្រតិបត្តិហោស្មោសឡៃចំពោះអង្គឯងដែលថាគុណបំណាត់ណាកាន់ពុទ្ធសាសនាត្រូវចាំសវតានៃព្រះពុទ្ធគឺថ្ងៃខែឆ្នាំឲ្យមហោចតំបាត់កំណត់ជាពុទ្ធជនសូមគោរពអញ្ជើញពុទ្ធបរិស័ទនៃយើងអង្គាចុះជាដល់ខទី2គឺប្រកាសហេតុនាំឲ្យកាត់បិណ្ឌកឋិនទាននាពេលរសៀលនេះនិងឧទ្ទិសនាមដល់ទាយកទេយិកាម្ចាស់កឋិនទានដែលបានដង្ហែមករាប់អានបិណ្ឌកឋិនទានគឺជាបិណ្ឌប្រពៃណីព្រះពុទ្ធសាសនាដែលមានសម្ដែងទុកក្នុងព្រះវិន័យបិដកមហាវគ្គកឋិនខន្តកាជាពិធីបុណ្យដែលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាប្រគេនត្រៃជីវរដល់ព្រះសង្ឃដែលគង់ចាំប្រវត្តិសាស្ត្រអរិយកាល3ខែជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃជាទានវិសេសជាងទានដទៃជាកាលទានមានការកំណត់ច្បាស់លាស់ទៅតាមព្រះវិន័យបញ្ញត្តិបុណ្យនេះធ្វើបានតែក្នុងរយៈពេល29ថ្ងៃប៉ុណ្ណោះគឺចាប់តាំងពីថ្ងៃ100ខែអាស្វិចរហូតដល់ថ្ងៃ15កើតខែកដិកដោយយោងតាមព្រះពុទ្ធដីកាដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាអនុជានាមិពីកវេវសង្ឃុដ្ឋានੰពីគូណੰកធិណੰអដ្ឋរេតុងម្នាភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យពួកភិក្ខុទាំងឡាយដែលបានកងចាំប្រវត្តិសាស្ត្រលោកបានទំលុកកាយទំលែងខណ្ឌលៈលោកនេះទៅនឹងបានទៅកើតនៅសេចក្តីសុខក្នុងមនុស្សលោកនិងទេវលោកនិងបន្តកាន់អបាយភពទាំងឡាយមាននរកជាដើមជាពិសេសទៅទៀតគឺជនទាំងឡាយនោះនឹងបានសោយនៅសម្បត្តិដ៏ជាទុតក្នុងទេវលោកតាំង6ចន្ទអកាលដ៏យូរជាអង្វែងលោកជាយុទ្ធអំពីទេវលោកនោះមកនឹងបានជាស្ដេចក្នុងមនុស្សលោកជាស្ដេចមានកម្លាំងច្រើនបរិបូរណ៍ដោយរតនាតាំង7ប្រការនឹងបានជាស្ដេចធំក្នុងទ្វីបទាំង4រមែងបានកើតក្នុងត្រកូល2គឺខត្តយៈត្រកូល1និងព្រាហ្មណ៍ត្រកូល1មិនកើតមិនទៅកើតក្នុងត្រកូលថោកទាបឡើយដោយយើងឃើញសារៈសំខាន់និងអានិសង្សនៃបុគ្គលអ្នកកសាងកឋិនទានថ្ងៃនេះជាថ្ងៃអាទិត្យ12កើតខែកដិកឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី2ខែវិច្ឆិកាគ្រិស្តសករាជ2025ទាយកទាយិកាជាម្ចាស់កឋិនទានកតនាមបកតិនាមរបស់លោកយាយលោកតាដែលមានសទ្ធាជ្រះថ្លានៅក្នុងការសាងនៅកឋិនដើម្បីដង្ហែមកពេលនេះបើដូច្នេះសូមយាយតាយើងអនុមោទនាយកនៅបុណ្យអត់ត្រជាក់ជុំបានគ្រប់គ្នាចិត្តមកតចាក់ទៀតហើយយើ
ហើយเราសូមអភ័យទោសពីសំណាក់លោកយាយតាមេមីងបងប្អូនយើងតិចមកពីខ្ញុំប្រកាសណាខ្ញុំបាទនេះដើម្បីឡើងនឹងបើhơiយូរបន្តិចយាយតាមកពីបច្ច័យលុយកាក់យាយតាបានផ្ញើនៅជិតក្តីនៅស្រុកក្តីនៅក្រៅពីអង្គលីនោះក៏ផ្ញើដែរតែយើងរៀននាមឈ្មោះហ្នឹងបើhơiយូរបន្តិចណាសូមឲ្យយាយតាយកអភ័យទោសចាស់ឥឡូវតែមិននឹងរៀននាមឈ្មោះហ្នឹងខ្ញុំប្រកាសណាខ្ញុំបាទនឹងដើម្បីសូមយើងនិយាយក្រៅខ្លះតិចជួយស្ដារថ្ងៃនៅដូចជាហៅថាសុនចរកថាហ្នឹងនៅពេលថ្ងៃនេះគឺពេលថ្ងៃនេះជាថ្ងៃមួយហៅថាអភិរក្សតសម័យគឺសម័យកាលទៀនគឺទៀននេះមានមកតាមផ្លូវព្រះពុទ្ធសាសនាហើយដើម្បីមានទិសដៅដល់ប្រចោះប្រចាំងរបស់លោកអ្នកយាយតាដែលម្ចាស់ទៀនប្រធានដំបុនដែលបានអង្គុយដើម្បីបំរុងនឹងប្រមុំប្រមូលនៅកុសលចេតនារបស់ខ្លួនដើម្បីឲ្យដងផុសឡើងជាឧត្តមទានជាទានមួយឲ្យឈ្មោះថាកឋិនទានមានមកតាមផ្លូវព្រះវិន័យដល់ក៏ដូចឆ្នាំហើយនៅក្នុងឱកាសនេះខ្ញុំបាទដើម្បីសូមឆ្លៀតឱកាសនេះតិចដើម្បីនឹងសូមតរកថាអំពីមូលហេតុកឋិនដូចជាប្រសងលោកបាននិយាយមកខ្លះហើយខ្ញុំបាទនឹងសូមបន្ថែមខ្លះនោះទុកជាព័ត៌មានជូនជាសម្ដាប់ដល់សន្តានលោកអ្នកយាយតាដែលបានហែនៅអង្គកឋិនទានចូលមកក្នុងអារាមវត្តក្នុងរោងបុណ្យយ៉ាងកុសកឡាឬកថាកថាធ្វើទៅឲ្យដល់ផ្អើលដល់ទេវតាភ្លៀងផងយាយតានៅគឺថ្ងៃនេះទៅជាថ្ងៃអាទិត្យ12កើតខែកដកសព្វស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ដើម្បីហៅថាកឋិនទានដែលឧបតៈកើតឡើងនៅក្នុងឱកាសនេះជាទានប្រសើរមួយដល់ដោះផុសចេញអំពីសន្តានចិត្តរបស់អស់លោកអ្នកយាយតាដោយសម្ពយុទ្ធដោយប្រាជ្ញាអសង្ខាតិការបស់អស់លោកអ្នកយាយតារបស់ពយើងព្រមទាំងកូនចៅប្រុសស្រីដែលបានស្រស់ស្រួលមួលមតិគ្នាជាធ្លុងមួយដើម្បីនឹងដូចផ្ដើមដើម្បីសាងឲ្យបានឡើងជាកឋិនទានដើម្បីនឹងហែមកវេប្រកេតចំពោះព្រះភិក្ខុសង្ឃដែលគង់ចាំប្រវសានៅក្នុងរយៈ3ខែកន្លងផុតទៅដោយយាយតាយើងមានសទ្ធាជ្រះថ្លាមានបញ្ញាពិចារណាឃើញពិតឃើញពិតគឺថាពិតនោះយ៉ាងໄວគឺថាដូចបានស្ដាប់បានយល់ហើយឃើញគឺថាអង្គកឋិនទាននេះជាទានមួយដ៏ប្លែកចម្លែកជាងទានដទៃដល់តើប្លែកយ៉ាងណាខ្ញុំប្រកាសណាខ្ញុំបាទដើម្បីនឹងសូមនិយាយខ្លះដាច់ទួចស្រួចស្ដាងដើម្បីនឹងជួយយាយតាយើងដើម្បីហៅថាប្លែកនេះលោកហៅថាប្លែកត្រង់កន្លែងណាប្លែកត្រង់ដែលហៅថាកឋិនទាននេះជាទានមួយឲ្យបលាអានិសង្ឃគឺចំពោះអ្នកម្ចាស់ទានផងឲ្យនៅអានិសង្ឃដល់ព្រះភិក្ខុសង្ឃដែលជាអង្គក្រាលគ្រងផងនោះគឺអ្នកម្ចាស់ក៏បានប្រសង្ឃក្រាលគ្រងក៏បានអានិសង្ឃ5ដូចគ្នាហើយជាទាននេះមានកំណត់កាលពេលវេលាច្បាស់លាស់គឺមិនមែនចង់ថាយាយតាមានសទ្ធាជ្រះថ្លាហើយចង់ធ្វើនៅពេលណាវេលាណាតាមសទ្ធារបស់ប៉ុនខ្លួនដែលមានធនធានកើតឡើងធ្វើខុសកាលគឺមិនបានដូចកាលដែលលោកបាននិយាយមាញ់កន្លងផុតទៅហើយគឺកាលនោះមិនមែនពីទឹមថ្ងៃមួយរួចរហូតមកទល់នឹងថ្ងៃ15កើតខែកដកនេះឯងគឺ29ថ្ងៃបើថាយាយតាយើងមានសទ្ធាជ្រះថ្លាទេយើងធ្វើក្នុងកាល29ថ្ងៃនេះឲ្យឈ្មោះថាអង្គកឋិនទានបើសិនជាយើងធ្វើវាខុសកាលនឹងទេក៏ទោះជាធ្វើធំក៏ដីធ្វើតូចយ៉ាងណាក៏ដោយក៏មិនឲ្យឈ្មោះថាអង្គកឋិនទាននោះឡើយនឹងគេហៅថាប្លែកតង់កន្លែងនឹងហើយប្លែកពីមួយទៅទៀតយាយតាយើងគេហៅថាលោកធ្វើនោះដើម្បីសម្ដៅនោះរបស់របរផងក៏ដូចឆ្នោតឲ្យក្នុងពេលនេះខ្ញុំបានដើម្បីនិយាយតិចខ្លះដូចយូរឲ្យយាយតាហើយទី1យាយតាយល់ឃើញយ៉ាងដូចឆ្នោតឲ្យដល់2ទៀតគឺថាបំណងរបស់យាយតានឹងយល់ឃើញថាយកនឹងថ្ងៃនោះបើចេះតែកន្លងផុតទៅលោកអ្នកយាយតានឹងមិនរងចាំនៅណាឯណាមួយនៅឡើយឲ្យតែណាឯណាមានការផ្លេចខ្លួនដើម្បីប្រហែលធ្វើ
ដល់ក្បួនផលបាច់ជរៀនដើម្បីនឹងចូលមកក៏និយាយយោជីវិតអន្តរីរបស់លោកអ្នកយាយតាទុកធ្វើជាចំនួនជូនទៅឲ្យយាយតាទៅអនាគតពុទ្ធជាដល់អខានជាមិនបានឡើយហើយទី3ទៅទៀតដូចជាអស់លោកអ្នកយាយតាយើងធ្វើជាកឋិនទាននេះក៏យាយតាយល់ឃើញថាបានអានិសង្ឃកម្រៃពីអានិសង្ឃនឹងដើម្បីនឹងទូជូនទៅដល់បុព្វការីជនរបស់លោកអ្នកយាយតាយើងផងដែរនោះអានឹងមានម្ដង3របស់លោកអ្នកយាយតាហើយដល់ផ្លែកកឋិនទាននឹងផ្លែកយ៉ាងណាផ្លែកយាយតាយើងឃើញថាផ្លែកមាន5ដែរផ្លែកនឹងលោកសំដៅយកតែត្រៃជីវរត្រៃជីវរមានប្រមាណមាន3គឺសង្ឃី1ជីវរ1ឬសម្បង1មកឲ្យយាយតាយើងបើមានសទ្ធាជ្រះថ្លាយើងទិញត្រៃច្រើនយ៉ាងនោះទៅទៀតគុណ10ត្រៃក៏រឹតតែល្អទៅទៀតណាលោកមិនមែនសម្ដៅផាធ្វើកឋិនទៅទិញតុកទិញតាំងទិញរងអោបឲ្យមិនមែនទេយាយតាអានឹងរបស់ជាបរិវារកឋិនឬអានិសង្ឃលេខរបស់កឋិនបើយាយតាមានសទ្ធាជ្រះថ្លាដូចលោកតាមានមកប្រកបនៅនឹងបានទិញតុកទិញតាំងរងអោបឲ្យលោកបន្ថែមទៀតយើងបានអានិសង្ឃបន្ថែមលើអានិសង្ឃកឋិនមកទៀតដល់នឹងគឺថារបស់ដែលយើងទៅធ្វើកឋិនហើយដល់ទី2ដល់ផ្លែក្នុងទី2រយៈទីក្នុងអានិមេបន្លំហើយ29ថ្ងៃធ្វើក្នុង29ថ្ងៃឲ្យឈ្មោះថាកឋិនទានក៏ធ្វើក្រៅពីនេះគឺមិនមែនឲ្យឈ្មោះថាអង្គកឋិនទានទេលោកឲ្យឈ្មោះថា4ហើយផ្លែទី3ផ្លែទី3នេះផ្លែក្នុងអាណាការវាប្រភេទនៅប៉ុនទានមួយទៀតឲ្យលោកបានរៀនតាយើងធ្វើឲ្យយើងប្រភេទចំពោះដល់ដៃដល់សពហើយលោកទទួលបានដូចជាប៉ុនតាណាឧបទាឬប៉ុនប្រភេទពិសេសនឹងប៉ុនផ្សេងក្នុងតែចាញ់ញ៉ាប់លោហើយតែយាយតានឹងវាប្រភេទហើយមិនបាច់ប្រភេទទេបើសិនជាយើងលើប្រភេទចំពោះអង្គណាមួយហៅថាចំពោះបុគ្គលពេលរបស់យើងអាចឆ្លាក់ទៅតែហៅថាទានហៅថាទានទៅវិញគេហៅថាមិនមែនសំទានទេនៅដោយហៅថាទានមិនទៅជាសំទានអាចទៅជាទានផ្សេងហៅថាទានឯងខ្ញុំbịច្រឡំបាត់ហើយនៅអានេះសុខទៅយាយតានៅបណ្ដោយក្នុងហើយយើងវិញបាច់ប្រវេនបណ្ដោយក្នុងហើយតាមដៃនឹងឯងសូមមកជម្រាបប្រាប់តែយាយតារបស់យើងដើម្បីឲ្យបានជ្រាបយើងវិញអស់គ្នានឹងហើយយើងគួរយកទៅដាក់នឹងហើយយើងថយចេញមកនោះវាហៅថាសម្បត្តិយើងវិញចំពោះសង្ឃយើងសង្ឃនឹងមិនមានចំពោះអង្គណាមួយទេសង្ឃមាន2គឺហៅថាអរិយសង្ឃសង្មតិសង្ឃអរិយសង្ឃគឺសង្ឃដែលលោកចូលប្រានិព្វានអត់ទៅហើយឥឡូវយើងនៅសម្មតិសង្ឃគឺក្រុមពីនឹងមួយក្រុមមួយហៅសម្មតិសង្ឃក្រុមទី2ហៅថាក្រុមទី1ហៅថាអរិយសង្ឃក្រុមទី2ហៅថាសម្មតិសង្ឃសម្មតិសង្ឃនេះគឺសង្ឃយើងសពថ្ងៃនឹងយើងវាចំពោះសង្ឃនឹងគឺមិនមានវាចំពោះអង្គណាមួយបើយើងប្រកេតចំពោះអង្គគឺមានឈ្មោះឲ្យឈ្មោះថាបុគ្គលវិញហើយសង្ឃយើងនៅនោះបាទហើយដូចនោះសូមប្រាប់យាយតាលើផ្លែកទី3ដល់ផ្លែកទី4ផ្លែកទី4នេះផ្លែកយ៉ាងណាដូចយាយតាយើងផ្លែកអានិសង្ឃទីបាននិយាយឲ្យថាបានទៅម្ចាស់បុណ្យបានតាមប្រសងណាក្រៅព្រមផងហើយផ្លែកទី5ទៅទៀតផ្លែកគឺយ៉ាងណាគឺអានិសង្ឃកឋិនលោកនិយាយច្បាស់ប្រាប់ថាយកបុណ្យទានយើងផ្សេងបុណ្យតាកណានេះប្រទានអីបុណ្យវិធីពិសេសនេះលោកថាធ្វើទៅបានបុណ្យនៅលោកថាបានបុណ្យចាស់បានបុណ្យចោលទេតែចំណែកកឋិនវិញយើងលោកនិយាយច្បាស់ថាបានអានិសង្ឃ5នោះបានអានិសង្ឃយ៉ាងណាខ្លះអានេះខ្ញុំសូមរាយរាប់បន្តិចទៅណាលោកបានអានិសង្ឃ5ទី1ហៅថាសវណ្ណតាគឺមានរូបស្អាតសាច់ខៀវសាច់ម៉ត់បាត់រូបមង្គលទាំងសង្ខារក្រហមដូចបាទុំចាញ់ឲ្យគួរឲ្យពិរមតាំងពីក្រមុំរហូតដល់ចាស់នេះយាយតាអានិសង្ឃនេះបែបយាយតាយើងខ្លះនៅមានជាតិមុននៅមានដល់ឡូវរូបបបោមាត់ក្រហមស្រាប់ណាហើយអានិសង្ឃទី2ហៅថាសុវណ្ណតាគឺមានពណ៌សម្បុរនឹងមកម៉ត់ខៃអត់មានស្រាប់ស្រាមទេមិនសស្គូមិនបបៀលមិនខ្មៅក្រិល
cứ cào lọt mọt thế rồi lụp lum phơi chạy chạy rắc smay phơi tiếng chẳng phơi quạt rồi nắp bọt đôi ca sầm mol phơi tha pra chạc làm từ sau mong tầng lái đôi chia rui bật chui tầng lái mà nó xôm bay mình miệt biển ban xôm bay từอายุมาrồiฉะนั้นก็น้องด้วยเกี่ยวกับยาอายุดับประมวยได้น้องให้ดอกอันในซองตีบวนตัวเตี้ยข่าวท้าจักรวรรดิเรียกจาฮอนเต้เขาจะฮอนโตคือบ้านเจียสลายดิบเราบ้านนี่ยังไม่ให้คือสลายเชื่อมนุษย์นักเมียนปัญญาสบายได้เรียนสดชัดจำจะนำชาวบ้านบ่ทั่วก้าวประลองประจิงเอาลูกนักเฮตาโรกาทั่วพายจีจอบเจียสลายคณะมนตรีกรมไซเมกุยได้จะตูดรัตตูดประกอบตัวน้อยตัวสอบท้อได้จะพึ่งระบอกคลุ้นเมียนปัญญานอนเสร็จได้ปรารถนาโดยปรารถนาประกอบตัวเจียนาเทียบไปให้เจียไปซาจะเราโดยเทียบโดยเจียไปซาเวียดนามจามช่วยอันเดียวผมมีอเมริกันบรังซัมซีมเลียวอังกฤษใจก็ไม่ตัวนี้สอนสานาลายเยตานอให้ดอลอันในซองตีปรามด้วยอันในซองตีปรามเฮาทาเอเฮไปโคไปโคนึงเจียนักเมียนปัญญาคือเฮาทางเยียนปัญญาเจียวุฒิเราสำหรับจับสกาโนเกลตอนละ5ตั้ง1,500ขนมขั้นสตานประจักษ์เพลิงตุบเพลิงเกลนอกบ้านจะบ้านปุจุปรึงพระประจักษ์แต่หนึ่งทอบ้านสำหรับอรหัตตมักหรืออรหัตตพรเราปรางเปลี่ยนขนมเจ็บจงกรอยบทพจน์อย่างได้ขาดนอกบทโดยชนให้คืออ่านในซองต่างปรามนึกเยตายังทั่วอ่านในซองกระทนลูกเบียนเยจุบ้าอ่อนจังนะเยตานอดดอลกาลปีวันเลียนุ่งผมวนเล่นกับอันเทปเยตาพี่เอาหมดตรงนี้สุดลังลาหอยตั้งเนี่ยชดเชอวาđó mấy này sự khép chốt khác rồi thân tí thôi tục liên bắn nàyผมchốt cõi đó tổng đâu là làm mãn đâu lâu là số tiền về thông mình đó nó số tiền thông mình đó khai phim nói về tai nhưng mà phải tốt đó mình làm bằng đó nè cái về tai một bị khai phim mò hay đồng mà rồi sai sót hay về tai lúc hay nhau mạnh chứ phải chụp bia bị rồi nó hay số tốt khai phim là lúc nhầm số tiền bị trang thông đấy chủ về ta anh lâu cả thân nó ăn cái lý cứ lục viên ngõ lục về ngâm nó bắt đại sầm ráp bọt nó đầm mây miền chùm luôn ha sập liền nó ha sập liền nó hay bắt sự cọt tay nứng pi liền bắt cua sa sinh sa nứng miền bắt sự cọt tay pi rồi ai cua sa rồi bọt kiết thon nứng pi rồi lục phù mang cái lý hay nấu bật tham để bắt đà là dây ta để sừng cọt tay bật tham tiết nặc sợi châu sừng cọt tay nó pi rồi nó phun mang cả lý nặc sợi qua cà 18 pi rồi nó hay nồng nung men nặc tiên nặc sợi sà rét men chấm nôn từ bắt mùi lên còn đong cho rúm nông khăn bón ăn bật thanh đi thong ôi đi đọc về ai giờ dọc xa đấy lại phèn luôn ơi luôn lâu hay là cắt thân nó nồng phun nó cắt thân thì muối nó cầm thì muối nó men lúc ở ba thì cá lục dây nằm hơn côn prom tăng nặc cường nặc sợi quá nặc dao nặc sợi rụng đó nặc cọp nặc sợi cành nhá nặc sầu văn nặc sợi phép nặc sợi cành ón thật thì xoan nó cứ bắt sự bắt tay miền pi lên prang rồi bắt đón hay bắt nâng quên trực tiếp tâm vào đây cào lẫn nè có hay pi lên bắt cái lô con nhát nâng pi lên prang rồi mong hay là thân thì pi miền lô của ba sao của ba sẽ cá lô ta niềm phúc mình sẽ niềm nhấn cứ bắt sự bắt tay nó tới tiền quanh đỡ lon đúng cái đỡ mua mình hay nè Gửi đi châu Âu quá nha
យើងណាក់ស្រីយើងអាយើងណាក់ស្រីវិញណាក់យូណាក់ស្រីញ៉ាក់ซึ่งđi châu Âu lận đó nha ដើម្បីកថានឹងឥឡូវពីលែននោះខ្ញុំប្រកាសណាខ្ញុំបាទនឹងសង្កត់តែឲ្យតែឲ្យណាតែឲ្យយេតា500ណាហើយមួយលែនសម្រាប់កសាងសង្កត់តែឲ្យ200ស្មើគ្នាហើយប្រកាសប្រគេនលោកនឹង100ហើយប្រាប់លោក200នឹងដល់ប្រាប់ឲ្យយើងធ្វើបាយទឹកថ្ងៃសៀលយេតាជិតថ្ងៃនឹង100ទេសញ្ញៈនឹងហើយមកសរុបទៅ2លែនការរបស់លោកអ្នកយេតានឹងណាក់តែចេញពីលែនហ្នឹងបាត់ដូច្នោះហើយដូចយាយតាមាញ់តែយើងមិននិយាយថាមាញ់នោះដូចថាឡូវយើងពីវលែកក្បែរនេះយាយតាសូននឹងមើលនៅមកដុំយើងឯងសូនចំពោះលោកអមអាចារ្យនាមផលដែលបានអញ្ជើញឡើងវេទិកាដើម្បីប្រកាសនៅគុតនាមបកតេនាមក៏ទុកដូចជាបច្ច័យបរិខាផ្សេងនៃម្ចាស់កឋិនទាំងឡាយបន្តមកទៀតសូមគោរពអញ្ជើញដល់អមអាចារ្យសូត្រទស្សនាមយើងខ្ញុំក្របឡើងដល់នឹងផ្សាយនៅគុតនាមនិងបកតេនាមដល់យេតាដែលបានចេញជាអង្គកឋិនប៉ុន្តែក្នុងពេលនេះគ្រូអមអាចារ្យក៏បានថាសង្ខេបដែលឥឡូវខ្ញុំក៏សូមសង្ខេបតែឃើញយេតាក៏គីយូខ្ញុំក៏ភ្លៀកកញ្ញាកញ្ញល់រកក្នុងខ្លួនដែរយេតាមកពីយើងគេដែលលោកសង្គមខាងត្បូងពីយប់យើងក៏បានសូត្រព្រួតតែទៅហើយបើជាងយេតាទៅចេញថ្មីថ្មោងនឹងយេតាសូមខន្តីអភ័យទោសទូអបបុកយើងសូត្របន្តបើជាងតែសូមយេតាខន្តីអភ័យទោសបាទព្រមរំយេតាសាអនុមោទនាសាធុព្រមគ្នាឥឡូវខ្ញុំបាទនឹងសូមមកត្រេននាមអំពីដែលប្រាក់យេតាដែលបានចេញឲ្យលើកបន្តិចដូចថាលោកគ្រាអមអាចារ្យដែលជាម្ដាយស្រុកឪពុកភូមិអំណាចបាននិយាយថាណាត់ចេញពី2លានមិនបាច់សូត្រប៉ុន្តែក្នុងនោះខ្ញុំសូត្រចំពោះត្រង់កន្លែងដែលណាត់មានប្រជ័យឲ្យច្រើនក្នុងអង្គឋិនគឺខទី1លោកគ្រាអាចារ្យនៃដេក4លានហើយបន្តពីនោះមកទៀតក្រាមអ្នកស្រាអ្នកតំនិងស្រីហាងព្រមទាំងអ្នកទៀមស្រីថាវបាន3លាន500ព្រមទាំងលោកប្រាឧបាសកប្រនាមច័ន្ទព្រមទាំងកូន20លានប្រស្រីនាងផននិងនាងផានព្រមទាំងកូនចៅរហូតបាន3លាន500លោកតាប្រនាមសៀងព្រមទាំងលោកយាយប្រនាមឈើ2លាន500ហើយអ្នកដែលតិចហួសគឺថាលោកយាយប្រនាមរួនបាន1លាន700ក៏សូត្រដែរនៅសូមយេតាខន្តីអភ័យទោសគឺថាឲ្យយើងបងរួមដែលនៅសង្គមខាងត្បូងយើងទាំងអស់បាន100លែសូន105លាន500,000នឹងជាដើម្បីនឹងវេប្រកេតមកដល់ព្រះប្រកោសង្ឃយើងតបូលអង្គការប្រាក់អង្គឋិនរបស់យើង105លាន500ក៏ចំណែកការប្រាក់ការអង្គបកាយើងបាន28លានយេតាសូមជួយយេតាក្រំជ្រាបឥឡូវប្រាក់ប្រកានៅក្នុងប្រតិបកាយើងនឹង2ដល់10លាននៅយើងខ្ញុំបាន3ដល់10លានទៀតរួមទាំងអស់28លានបើអញ្ចឹងទេសូមមាសការចំពោះគុណមិនប្រតនត្រ័យរំលឹកនៅដួងវិញ្ញាណខណ្ឌប្រវិញ្ញាណខណ្ឌនៃវរៈបរោះនិងវីរៈសមណៈដែលព្រះនិកាយដើម្បីបុព្វហេតុជាតិនិងសាសនាសូមគោរពនៅដួងវិញ្ញាណខណ្ឌព្រះឧបជាគ្រប់ចំណងដែលក្នុងអារាមនេះដោយសេចក្តីគោរពនិងសូមគោរពនៅព្រឹទ្ធាចារ្យជាអាចារ្យគណៈកម្មការទាំងអស់ដែលធ្វើកាលកិរិយាទៅកាន់បរលោកគឺដោយខ្ញុំប្រកាសណាសូមគោរពដោយវិញ្ញាណខណ្ឌនោះដោយព្រមទាំងបាច់បកាជាមួយនឹងប្រជាតិកាហើយកូនអីនោះកូនប៉ុនរបស់លោកតានាមងប់ហ្នឹងយើងឡើងអស់គ្នាដើម្បីយើងថតរូបអនុស្សាវរីយ៍កូនចៅអីរបស់លោកតានាមងប់ហ្នឹងនៅលែងណាយើងឡើងខាងលើអត់ទៅដើម្បីយើងថតរូបអនុស្សាវរីយ៍ជាមួយនឹងប្រជាតិកាដែលបានដង្ហែនៅកឋិនទានមកវត្តសិរីសទ្ធារាមតាសែននៃយើងនាឆ្នាំនេះ
អបអរសាទអូហើយគ្រប់អញ្ជើញចុះសូមបន្តមកទៀតសូមគ្រប់អញ្ជើញដល់ទាយិកាថច្ទីហឿងដែលនៅភូមិតាសេនអូព្រមទាំងបាត់ឡើងទទួលនៅបានសរសើរព្រមទាំងបាច់បកាអនុស្សាវរីយ៍ជាមួយនឹងរបបប្រជាធិការនៃវត្តសេរីសិទ្ធិរដ្ឋតាសេនសូមគ្រប់អញ្ជើញកាលណាបើបានលើឈ្មោះហើយសូមញាតិញោមពុទ្ធបរិស័ទនៃយើងប្រញាប់បន្តិចហើយមើលកូនចៅរបស់យើងហើយនៅណាជួយឡើងថតរូបទៅអនុស្សាវរីយ៍ទៅមានកូនមានចៅនេះជាដើមនោះក៏បានលោកយាយហើមនេះយើងឡើងដើម្បីថតរូបអនុស្សាវរីយ៍សូមញាតិញោមពុទ្ធបរិស័ទនៃយើងអបអរសាទរបន្តមកទៀតសូមគ្រប់អញ្ជើញដល់លោកទាយយកសើងអុកទាយិកាសើងស្ទីយិនព្រមទាំងបងស្រីបុនព្រមទាំងបងប្អូនរបស់គាត់នឹងឡើងទទួលនៅបានសរសើរសូមញាតិញោមពុទ្ធបរិស័ទនៃយើងអបអរសាទរបន្តមកទៀតសូមគ្រប់អញ្ជើញដល់ទាយកអុកក្រង់ព្រមទាំងបងថាដែលតំណាងឲ្យលោកតានាមច័ន្ទព្រមទាំងបងប្អូនទាំងអស់គ្រប់ឡើងខាងលើដើម្បីទទួលនៅបានអនុមោទនាប័ត្ររបស់ប្រជាធិការបើយើងមានបងប្អូននេះនោះមានកាន់មិនអីនោះយើងឡើងថតរូបអនុស្សាវរីយ៍នោះហូនេះនោះហើយអុកព្រីងអុកត្រង់នេះនោះហើយសារីអីនេះនោះយោមស្រីលោកគ្រូនោះឡើងថតរូបអនុស្សាវរីយ៍នឹងគឺម្ចាស់កឋិនធំដែលបានទទួលនៅបានអនុមោទនាប័ត្ររបស់ប្រជាធិការបន្តមកទៀតគឺសូមគោរពអញ្ជើញដល់លោកតាដែលជាគណៈកម្មការបានដឹកនាំនៅទាយកទាយិកាម្ចាស់កឋិននៃភូមិតាសេននៃយើងតំណាងឲ្យ140គ្រួសារសូមគោរពអញ្ជើញដល់លោកអ៊ំអាចារ្យនាមចប់លោកអ៊ំអាចារ្យនាមនីលោកអ៊ំអាចារ្យនាមទេមលោកអ៊ំអាចារ្យនាមណុលលោកអ៊ំអាចារ្យនាមជីអ្នកខែចប់ហើយសូមគោរពអញ្ជើញឡើងខាងលើដើម្បីទទួលនៅនេះហើយលោកអ៊ំអាចារ្យនាមផលជាមេដឹកនាំឡើងខាងលើដើម្បីយើងថតរូបអនុស្សាវរីយ៍នោះបាទហើយសូមអភ័យទោសចំពោះញាតិញោមពុទ្ធបរិស័ទដែលជាម្ចាស់កឋិនតាំង140គ្រួសារគឺកឋិនទានសាមគ្គីប្រថាឆ្នាំនេះច្រើនយើងមិនអាចធ្វើ
បានសរសើរអស់បានទេអញ្ចឹងទៅតំណាងក្រុមនីមួយគឺភូមិស្រុកនីមួយទេអញ្ចឹងទៅសូមញាតិញោមពុទ្ធបរិស័ទនៃយើងអនុមោទនាជាមួយនឹងព្រះសង្ឃគណៈកម្មការនៃវត្តសែននៃយើងសូមម្ចាស់កឋិនតាំង140គ្រួសារអនុមោទនាអបអរសាទរហើយសូមប្រាប់អញ្ជើញលោកម្ចាស់ទាំងឡាយ វរាំងសង្ឃខាសតិមាទុតិយំពេឧកាសមយ៉ាងផនតេអថេនចៃវរាំងសានិសង្ឃសង្ខាសតិមាតតិយំពេឧកាសមយ៉ាងផនតេកថេនចៃវរាំងសានិសង្ឃសង្ខាសតិមាបពុទ្ធប្រគំម្ដាយសង្ឃដកចម្រើនហើយយើងខ្ញុំទាំងឡាយសូមវេប្រគេនកថានចៃវរាំងព្រមតាំងបរិខាជាអានិសង្ឃលេបចំពោះប្រសង្ឃអវិរៈ2 ដងផងអវិរៈ3 ដងផងជាយ៉ាងតោហើយជាងយើងឲ្យលោកជាយ៉ាងតោសូមកិច្ចដែលយកកន្លងសូមអនុមោទនាទាយកគៀមងอกទាយិកាផាត់ធីងំដែលនៅភូមិអង្គលីខណ្ឌត្បូងបានប្រគេននូវគ្រឿងបរិក្ខារដល់ព្រះសង្ឃនៃវត្តសិរីសតិរាមតាសែនសូមអនុមោទនាបានទទួលយកនូវដានទេវ័នធណោអេវងត្វាងវិជ្ជយោហោអេជយាសច្ចយមង្គលេអបរាជកពលង្កេសៃសេបតវិបករេអភិសេកេសម្បពុន្ទានាងអាកាបតោបមោតតសនកេតាំងសមង្គលំសុភភិតាំងសហតិតាំងសកេណោសមហតោទសយោធាងព្រមចារិសពតាខិនាងកាយកម្មងវាចាកម្មងបតាខិនាងមโนកម្មងបនិធិតេបតាខិនានិកតវានិលផន្តន្តេបតាខិនេខ្ញុំបានធ្វើឲ្យព្រះគុណដោយខ្ញុំសាច់ចាងអទើផលនេះណាជូនមេត្តាបិតាខ្ញុំជីដូននិងជីតាគ្រូអាចារ្យតាំងតធំញាតិមិត្តគ្រប់និគមមកជួបជុំទទួលផល
ដែលកូនចៅបានធ្វើនៅអំពើជាកុសលសូមទានឲ្យបានដល់គ្រប់មណ្ឌលឆ្ងាយយ៉ាងណាកុសលទាំងអស់នឹងសូមទីពឹងលើទេវតាដែលមានចិត្តមេត្តានាំផល្លាទាំងអស់នេះទៅជូនឲ្យខ្ញុំដោយបំណងកំបីទ្វេកូនចៅនៅឯណែមិនប្រហែលបញ្ជូនមកសូមមានចិនរីករាយបន្ទន់កាយទួលយ៉ងកូនចៅបានលៃលងក្របគ្នាដើម្បីសោយកំសាន្តសូមឲ្យបាននៅសុខជា สดมวยโรยร้อนโนจงขายชายย้ำดองหายกะทันโจวัดเตียนใจว่ากาชผู้เปรตไตรรถเวปรอเกณฑ์พอดดำกอลปัญใจเวปรอเกณฑ์พอดดำกอลปัญใจกะทันนะเตียนมีเห็นกาลกำหนดเปรตพุทธซ้อนหมด29ថ្ងៃចំណូលកាំងដឹកនាំអូនទូលត្រៃចូលវត្តនិស័យកឋិនជ្រះថ្លាចូលវត្តនិស័យកឋិនជ្រះថ្លាបានធ្វើកឋិនអានិសង្ឃមានប្រាជ្ញាវិញ្ញាណមួមុតឃ្លាវខ្លាសំបល់ថ្លាល្អរូបស្អាតសង្ហាសុសន្តានណាមានត្រង់ទ្រីល្អសុសន្តានណាមានត្រង់ទ្រីល្អបានទៅសោយសុខក្នុងទេវឋានយូរឆ្នាំណាំងបានចាក់ឋានបន្តអស់បុណ្យចុតិងយើងមិនក្រីក្រសោយសុខបន្តយំខ្ពង់ខ្ពង់អើយសោយសុខបន្តយុគពងខ្ពង់អើយបានធ្វើកឋិនអានិសង្ឃមានប្រាជ្ញាវិញ្ញាណមួមុតឃ្លាវខ្លាសំបល់ថ្លាល្អរូបស្អាតសង្ហាសុសន្តានណាមានត្រង់ទ្រីល្អសុសន្តានណាមានត្រង់ទ្រីល្អបានទៅសោយសុខក្នុងទេវឋានយូរឆ្នាំណាំងបានចាក់ឋានបន្តអស់បុណ្យចុតិងយើងមិនក្រីក្រសោយសុខបន្តយំខ្ពង់ខ្ពង់អើយសោយសុខបន្តយុគពងខ្ពង់អើយអាសិតកដឹកធ្លាក់ខ្យល់តាំងឋានចូលដល់អ្នកភូមូលមីមួយរួចអាសិតកដឹកធ្លាក់ខ្យល់តាំងឋានចូលដល់អ្នកភូមូលមីទៅវត្តធ្វើបុណ្យបរោះនារីចាស់ក្មេងសំភីដង្ហែកាំងឋានទៅវត្តធ្វើបុណ្យបរោះនារីចាស់ក្មេងសំភីដង្ហែកាំងឋានស្លៀកហូលផាមួងបាំងខ្លោះទូត្រីជីវលអក្រៃឆាយំទាំងសិន
ព្រះសង្ឃតែយទានសពគ្រប់រៀបចំឆ្អៅឆ្អិនទុកដាក់រួយសិនហើយថ្វាយព្រះសង្ឃធ្វើបុណ្យរួមគ្នាផ្សាយក្តីមេត្តាបរិសុទ្ធជ្រះថ្លាចាប់អានិសង្ឃធ្វើបុណ្យរួមគ្នាផ្សាយក្តីមេត្តាបរិសុទ្ធជ្រះថ្លាចាប់អានិសង្ឃសូមឲ្យសត្វលោកមានចិត្តស្មោះត្រង់រមនីផូរផង់រូបបានសុខសាន្តសូមឲ្យសត្វលោកមានចិត្តស្មោះត្រង់រមនីផូរផង់រូបបានសុខសាន្ត ផាមួងបាំងខ្លោះទូត្រីជីវរអក្រៃឆាយ៉ាំទាំងសិនស្លៀកហូលផាមួងបាំងខ្លោះទូត្រីជីវរអក្រៃឆាយ៉ាំទាំងសិនតែយទានសពគ្រប់រៀបចំឆ្អៅឆ្អិនទុកដាក់រួយសិនហើយថ្វាយព្រះសង្ឃតែយទានសពគ្រប់រៀបចំឆ្អៅឆ្អិនទុកដាក់រួយសិនហើយថ្វាយព្រះសង្ឃធ្វើបុណ្យរួមគ្នាផ្សាយក្តីមេត្តា